ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញបងប្អូនពីការធ្វើម្ហូបមួយមុខដែលជាម្ហូបរបស់ Mexican ណាឈ្មោះថា Chili Colorado បងប្អូនហើយម្ហូបនេះដែរធ្វើពីម្ហូបកតុយគោបងប្អូនចានិយាយទៅឆ្ងាញ់មែនតើបងប្អូននិយាយពីរសជាតិវិញបងប្អូនធ្វើម្ដងដឹងតែជក់ចិត្តហើយចានេះគឺជាកតុយគោចាយើងយកលាងសោះវាឲ្យស្អាតជាមួយខ្ញីខ្ទឹមអំបិលអីចឹងណាបងប្អូនខ្ញុំសោះម្សៅហើយបន្ទាប់មកខ្ញុំយកវាមកដាក់ស្ងោរបងប្អូនស្ងោរនោះយើងដាក់តែអំបិលហើយនឹងខ្ទឹមប្រាំងមួយចំហៀងហើយនឹងខ្ទឹមសពី3កំពឹសណាបងប្អូនចាហើយបន្ទាប់មកទៀតនេះគឺខ្ញុំមានដាក់ផ្លែពេញប៉ោះមួយហើយម្ទេសផ្លោកនឹង4-10ផ្លែចាម្ទេសផ្លោកក្រៀមយើងនឹងយើងឆ្កឹះគ្រាប់ចេញអីអស់ចឹងទៅបើយើងចង់ហឹលខ្លាំងយើងទុកខ្លះទៅជាមួយនឹងម្ទេសដៃនាង4-10គ្រាប់ដែរហើយនឹងខ្ទឹមសប្រហែលជា2កំពឹសខ្ញុំដាក់វាស្ងោរបងប្អូនចាហើយនេះគឺកតុយគោដែលខ្ញុំបានដាក់ស្ងោរនិយាយទៅរងាស់យូរដែរបងប្អូន3ម៉ោងចាតម្រាំបានផុយណាហើយពេលរងាស់ហ្នឹងបងប្អូនមុនពេលរងាស់ហ្នឹងលាងឲ្យស្អាតយើងសោះជាមួយដូចថាទឹកក្តៅជាមួយខ្ញីដាក់អំបិលអីចឹងស្អាតហើយបើយើងយកមកស្ងោរចាយកស្ងោរមួយងាស់ចារងាស់នឹងដាក់តែខ្ទឹមប្រាំងមកចំហៀងទេហើយនឹងអំបិលហើយនឹងខ្ទឹមសពី3កំពឹសចាហើយឥឡូវនេះម្ទេសរបស់ខ្ញុំគឺបានស្ងោរហើយចាស្ងោរហើយគឺខ្ញុំយកមកក្លុកចំពោះការក្លុកវិញគឺយើងក្លុកឲ្យម៉ត់ណាបងប្អូនហើយយើងដាក់តែជាមួយទឹកស៊ុបដែលយើងបានស្ងោរជាមួយកតុយគោនឹងយើងសមិតឲ្យស្អាតហើយយើងដុសខ្លាញ់ចេញឲ្យអស់ណាបងប្អូនដែលយើងយកមកក្លុកចាហើយទៅទឹកស៊ុបហ្នឹងវាប្រៃស្រាប់ហើយបងប្អូនកុំតអាថែមអីទាំងអស់ចាទីមួយគឺយើងយកវាមកចាក់ស្ងោរជាមួយមួយងាស់ជាមួយម្ទេសដែលយើងបានក្លុកហ្នឹងចាហើយទៅយើងភ្លក់សិនចាបើសិនជាស្ទើរប្រៃយើងថែមតាមនឹងទៅហើយបើសិនជាបងប្អូនញ៉ាំប៊ីចេងណាក៏ថែមទៅចាចំពោះខ្ញុំអត់ដាក់ថែមអីទាំងអស់គឺដាក់ម្ហូបហ្នឹងដាក់តែអំបិលមកគត់បងប្អូនរសជាតិវាគឺចេញមកពីផ្លែពេញប៉ោះផ្លែម្ទេសចាខ្ទឹមប្រាំងខ្ទឹមសអីហ្នឹងគឺរសជាតិវាគឺឆ្ងាញ់ហើយបងប្អូនចំពោះម្ហូប Mexican គេអត់ប្រើគ្រឿងច្រើនទេបងប្អូនប៉ុន្តែបើបងប្អូនញ៉ាំប៊ីចេងដាក់តិចទៅចាឬក៏ស្ករអញ្ចឹងនឹងតាមចំណូលចិត្តទេតែមុខម្ហូបហ្នឹងគឺគេធ្វើគឺគេអត់ដាក់ប៊ីចេងស្ករណាបងប្អូនចាសូមបញ្ជាក់កន្លែងហ្នឹងហើយរសជាតិវិញគឺឆ្ងាញ់ចាបើសិនជាបងប្អូនបានធ្វើដឹងតែជក់ចិត្តតែហ្មងចាហើយបើបងប្អូនអត់ចង់ធ្វើពីកតុយគោនឹងទេព្រោះវាយូរពេលចំណាយពេលយូរបងប្អូនធ្វើពីឆ្អឹងចានីឈូកធ្វើដូចគ្នាចាទីមួយគឺស្ងោរឆ្អឹងចានីឈូកសោះឲ្យស្អាតដល់មកយើងរងាស់វាទៅឲ្យផុយហើយយើងដួសដាក់ឆ្នាំងឬក៏ខ្ទះចឹងមកយើងម្លីងវាបន្តិចណាតែកតុយគោនេះខ្ញុំអត់ម្លីងទេព្រោះវាផុយពេកចាចំពោះឆ្អឹងចានីឈូកយើងម្លីងហើយទៅយើងយកម្ទេសមកក្លុកឲ្យដូចនឹងដែរនឹងចាហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូនហើយឥឡូវនេះរួចរាល់ហើយបងប្អូនខ្ញុំរងាស់វាប្រហែលជា5-10នាទីទៀតដែរដើម្បីឲ្យវាចូលជាតិទឹកពេញប៉ោះទឹកម្ទេសអីហ្នឹងណាហើយខ្ញុំធ្វើនេះរសជាតិហឹរល្មមឯចាឆ្ងាញ់បងប្អូនអូយនិយាយទៅឃើញតែពណ៌ក៏ដឹងដែរបងប្អូនដូចត្រីខបងប្អូនចាឆ្ងាញ់ណាស់ហើយពីដំបូងខ្ញុំធ្វើខ្ញុំថាំងខ្ញុំមិនញ៉ាំទេមើលទៅប៉ុន្តែភ្លក់ទៅឆ្ងាញ់បងប្អូនមានណានេះគេញ៉ាំមួយទឹកទីយ៉ានេះចាបើសិនជាបងប្អូនញ៉ាំជាមួយបាយក៏បានដែរខ្ញុំចូលចិត្តញ៉ាំជាមួយបាយឆ្ងាញ់ណាស់បងប្អូនចាហើយវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯងបងប្អូនចាហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like share ឬក៏ follow ផងចាអរគុណរាល់ការតាមដានចាជម្រាបលាសុខសប្បាយទាំងអស់គ្នា